ការផ្ទេរកីឡាករជាតិនិងអន្តរជាតិលើកទី2នៃបណ្ដាក្លឹបអាជីពនៅក្នុងលីកកំពូលកម្ពុជានឹងចាប់ផ្ដើមបើកចាប់ពីថ្ងៃទី15ធ្នូឆ្នាំ2025ខាងមុខនេះហើយនឹងបិទបញ្ចប់ការដោះដូរកីឡាករនៅថ្ងៃទី14មករាឆ្នាំ2026បើទោះបីជាមិនទាន់ដល់ថ្ងៃចុះឈ្មោះជាផ្លូវការយ៉ាងណាក្តីក៏បច្ចុប្បន្នក្លឹបបាល់ទាត់អាជីពមួយចំនួនកំពុងតែមមាញឹកនិងស្វាស្វែងក្នុងការនាំយកកីឡាករមកពង្រឹងក្រុមបន្ថែមក៏ដូចជាបំពេញនៅចំណុចខ្វះខាតកាលពីជុំទី1កន្លងទៅគួរបញ្ជាក់ផងដែរថាការប្រកួតបាល់ទាត់លីកកំពូលកម្ពុជាឬ Cambodian Premier League 2025-2026 បានចាប់ផ្ដើមការប្រកួតតាំងតែពីថ្ងៃទី9សីហាដោយមានក្លឹបចំនួន11ប្រកួតប្រជែងគ្នាសូមបញ្ជាក់ថាសរុបពិន្ទុជាបណ្ដោះអាសន្នត្រឹមសប្តាហ៍ទី12នៃលីកកំពូលកម្ពុជាព្រះខ័នអារីស្វារៀងឈរនៅកំពូលតារាងមាន27ពិន្ទុអង្គរ Tiger ឈរនៅលេខទី2មាន22ពិន្ទុភ្នំពេញ Ground ឈរនៅលេខទី3មាន21ពិន្ទុបង្កេតឈរនៅលេខទី4មាន19ពិន្ទុ Nagavel ឈរនៅលេខទី5មាន15ពិន្ទុហើយកងយោធពល Camera ភូមិន្ទឈរនៅលេខទី6មាន14ពិន្ទុគួរបញ្ជាក់ផងដែរថាការប្រកួតលីកកំពូលកម្ពុជានឹងត្រឡប់មកបន្តសកម្មភាពប្រកួតវិញនៅថ្ងៃទី17ធ្នូដែលជាការប្រកួតបង្គ្រប់សប្តាហ៍ទី10រីឯការប្រកួតសប្តាហ៍ទី13នឹងចាប់ផ្ដើមការប្រកួតចាប់ពីថ្ងៃទី20ធ្នូតទៅ